សេដ្ឋកិច្ចនៃប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងនៅដើមទសវត្សរ៍ឆ្នាំ1960ក្រោយពេលដែលសម្ដេចព្រះនរោត្តមសីហនុបានផ្តាច់ជំនួយពីសហរដ្ឋអាមេរិកវិបត្តិសេដ្ឋកិច្ចនេះក៏បានធ្វើឲ្យអ្នកគាំទ្រសម្ដេចព្រះនរោត្តមសីហនុយ៉ាងច្រើនបានផ្តាច់ខ្លួនចេញពីព្រះអង្គហើយដែលបានធ្វើឲ្យមានការបែងចែកក្រុមបកកាន់តែខ្លាំងនិងកាន់តែស្ដែងចេញច្បាស់នៅក្នុងជីវភាពនយោបាយកម្ពុជាលើសពីនេះទៅទៀតការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនៅប្រទេសកម្ពុជានាពេលនោះគឺកើតឡើងដំណើរគ្នានឹងស្ថានភាពនយោបាយនៅប្រទេសវៀតណាមកំពុងតែមានភាពតានតឹងឡើងម្យ៉ាងទៀតវិបត្តិសេដ្ឋកិច្ចនេះក៏កើតឡើងជួនពេលនឹងកិច្ចខិតខំប្រឹងប្រែងរកការគាំទ្ររបស់អន្តរជាតិចំពោះគោលនយោបាយអព្យាក្រឹតនិងបូរណភាពដែនដីរបស់ព្រះអង្គមិនបានសម្រេចផងអ្វីត្បិតតែសម្ដេចព្រះនរោត្តមសីហនុទ្រង់បានរៀបចំសន្និសីទធំៗនិងបានធ្វើសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់អំពីបញ្ហានេះក៏ដោយក៏បញ្ហាទំនាស់ព្រំដែនខាងលិចនិងខាងកើតរបស់ខ្មែរមិនត្រូវបានប្រទេសដែលពាក់ព័ន្ធគឺប្រទេសថៃនិងប្រទេសវៀតណាមធ្វើដឹងឮឡើយសូម្បីតែប្រទេសឡាវដែលធ្លាប់តែមានសមានចិត្តជាមួយនឹងរាជរដ្ឋាភិបាលរបស់សម្ដេចព្រះនរោត្តមសីហនុក៏ដោយក៏បដិសេធមិនជួយគាំទ្របញ្ហាបូរណភាពដែនដីខ្មែរដែលសម្ដេចព្រះនរោត្តមសីហនុទ្រង់បានអំពាវនាវសុំការគាំទ្រនោះឡើយនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅខែមីនាឆ្នាំ1964ព្រះអង្គម្ចាស់សុវណ្ណភូមិដែលកាលនោះព្រះអង្គជានាយករដ្ឋមន្ត្រីនៃប្រទេសឡាវទោះបីជាមានការបញ្ចុះបញ្ចូលពីសម្ដេចព្រះនរោត្តមសីហនុយ៉ាងណាក៏ដោយក៏នាយករដ្ឋមន្ត្រីប្រទេសឡាវរូបនេះមិនព្រមប្រកាសទទួលស្គាល់បូរណភាពដែនដីរបស់ប្រទេសកម្ពុជាទេជំហររបស់ឡាវនេះបានឆ្លុះបញ្ចាំងទស្សនៈរបស់ឡាវចំពោះទឹកដីនៅតំបន់ស្ទឹងត្រែងដែលឡាវគិតថាត្រូវនៅក្រោមការគ្រប់គ្រងរបស់ខ្លួនត្រឡប់មកបញ្ហាសេដ្ឋកិច្ចវិញនយោបាយសេដ្ឋកិច្ចថ្មីរបស់សម្ដេចព្រះនរោត្តមសីហនុក្នុងការបិទមិនឲ្យឯកជនធ្វើពាណិជ្ជកម្មអន្តរជាតិនិងបិទមិនឲ្យមានធនាគារឯកជនហើយប្រគល់ផ្នែកនេះឲ្យរដ្ឋកាន់កាប់វិញនោះមិនបានស្ដារស្ថានភាពសេដ្ឋកិច្ចកម្ពុជាដោយដែលសម្ដេចព្រះនរោត្តមសីហនុប៉ុនប៉ងនោះទេផ្ទុយទៅវិញគោលនយោបាយសេដ្ឋកិច្ចថ្មីនេះបានបង្កឲ្យពួកឈ្មួញក្នុងស្រុកមួយចំនួនកេងយកចំណេញពីលើកសិករយ៉ាងកប់ក្តោងនិងបានបង្កឲ្យមានអំពើពុករលួយកើតឡើងយ៉ាងកក្រឹកកក្រែងថែមទៀតផងគោលនយោបាយសេដ្ឋកិច្ចថ្មីនេះតម្រូវឲ្យកសិករលក់ស្រូវជូនរដ្ឋក្នុងតម្លៃមួយទាបជាងតម្លៃទីផ្សារសេរីម្យ៉ាងទៀតការលក់ស្រូវជូនរដ្ឋនេះក៏មិនត្រូវបានគេប្រគល់ប្រាក់ឲ្យដល់ដៃកសិករភ្លាមទេប្រការនេះបានបង្ខំឲ្យកសិកររកវិធីផ្សេងទៀតដើម្បីលក់ស្រូវរបស់ខ្លួនឲ្យបានថ្លៃជាងតម្លៃលក់ឲ្យរដ្ឋផងនិងឲ្យបានប្រាក់ភ្លាមដើម្បីបំពេញជីវភាពត្រូវការប្រចាំថ្ងៃផងវិធីផ្សេងដែលកសិករបានជ្រើសរើសយកនោះគឺលក់ស្រូវឲ្យឈ្មួញកណ្ដាលដែលប្រមូលទិញស្រូវអង្ករពីកម្ពុជាដើម្បីរត់ពន្ធយកទៅលក់ឲ្យពួកវៀតណាមកុម្មុយនីសលោកសាស្ត្រាចារ្យមៀលធួនអូស្បូនបានសរសេរថាមកទល់នឹងខែឧសភាឆ្នាំ1966ដើម្បីគេចពន្ធបានក្នុងរថយន្តរត់ពន្ធអង្ករទៅលក់នៅវៀតណាមមួយគ្រឿងគេត្រូវសោកអ្នកយាមតាមប៉ុស្តិ៍កុងត្រូលដល់ទៅ$1,500សហរដ្ឋអាមេរិកឯណោះសម្ដេចព្រះនរោត្តមសីហនុទ្រង់ធ្លាប់បានបំពេញមុខងារច្រើនណាស់ទាំងក្នុងវិស័យនយោបាយគ្រប់គ្រងនគរនិងទាំងក្នុងវិស័យវប្បធម៌ព្រះអង្គទ្រង់ធ្លាប់ធ្វើជាព្រះមហាក្សត្រជានាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋជាព្រះប្រធានគណៈបកនយោបាយនិងជាមេចលនាតស៊ូផងដែរក្រៅពីកិច្ចការនយោបាយនិងប្រទេសជាតិព្រះអង្គក៏ទ្រង់បានចូលប្រឡូកយ៉ាងសកម្មក្នុងវិស័យវប្បធម៌ជាពិសេសផ្នែកតន្ត្រីនិងខ្សែភាពយន្តក្នុងនីតិជាអ្នកនិពន្ធជាអ្នកដឹកនាំរឿងនិងជាតួសម្ដែងតែម្ដងព្រះអង្គទ្រង់មានព្រះបន្ទូលរៀបរាប់អំពីការដកព្រះទ័យរបស់ព្រះអង្គ
លើវិស័យភាពយន្តថាព្រះអង្គទ្រង់បានចាប់ព្រះទ័យនឹងវិស័យនេះតាំងពីទសវត្សរ៍ឆ្នាំ1930កាលដែលព្រះអង្គទ្រង់នៅជាសិស្សនៃលីសេក្រុងព្រៃនគរម្លេះព្រះអង្គទ្រង់មានព្រះបន្ទូលបន្តថាតាមពិតកាលនោះព្រះអង្គចង់ក្លាយខ្លួនជាអ្នកដឹកនាំខ្សែភាពយន្តឬក៏ជាអ្នកសម្ដែងខ្សែភាពយន្តក៏ប៉ុន្តែសម្ដេចព្រះនរោត្តមសីហនុបានក្លាយជាព្រះមហាក្សត្រនៃប្រទេសកម្ពុជានៅឆ្នាំ1941ក្រោយពីទ្រង់បានគ្រងរាជ្យរួចដាក់រាជ្យរួចគ្រប់គ្រងប្រទេសក្នុងនាទីជាព្រះប្រមុខរដ្ឋបាន25ឆ្នាំមកព្រះអង្គក៏ទ្រង់បានថតខ្សែភាពយន្តខ្នាតវែងមួយរឿងជាលើកដំបូងបំផុតនៅឆ្នាំ1966ខ្សែភាពយន្តទី1របស់សម្ដេចព្រះនរោត្តមសីហនុនេះមានចំណងជើងថាអប្សរាតួសម្ដែងសំខាន់ក្នុងរឿងអប្សរានេះភាគច្រើនសុទ្ធសឹងតែជាអ្នកមុខអ្នកការធំនៅក្នុងរាជរដ្ឋាភិបាលរបស់ព្រះអង្គនិងជាសមាជិករាជវង្សានុវង្សក្រៅពីនេះក៏មានតួសម្ដែងអាជីពមួយចំនួនផងដែរនៅក្នុងខ្សែភាពយន្តអប្សរានេះលោកញឹកជូឡុងដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងក្រសួងផែនការបានសម្ដែងជាតួឯកប្រុសមាននាមថារិទ្ធីឯតួឯកស្រីគឺព្រះអង្គម្ចាស់ក្សត្រីបុប្ផាទេវីដែលជាបុត្រីច្បងរបស់សម្ដេចព្រះនរោត្តមសីហនុផ្ទាល់តួស្រីម្នាក់ទៀតគឺជាអតីតអ្នកបម្រើយន្តហោះម្នាក់ឈ្មោះនាងសាក់ស៊ីស្បោងក្រោយមកសាក់ស៊ីស្បោងបានក្លាយជាតារាដើរតួកាចឆ្នះឆ្នាមម្នាក់ដ៏មានមុខមាត់ក្នុងវិស័យខ្សែភាពយន្តខ្មែរតួសម្ដែងដទៃទៀតនៅក្នុងរឿងអប្សរានេះមានលោកអគ្គមេបញ្ជាការទ័ពអាកាសងៅហ៊ូព្រះអង្គម្ចាស់នរោត្តមនរិន្ទ្រាពង្សបុត្រារបស់សម្ដេចព្រះនរោត្តមសីហនុនិងតួកំប្លែងម៉ង់ដូលីនជាដើមអប្សរាបានដាក់បញ្ចាំងជាលើកទី1នៅខែឧសភាឆ្នាំ1966នៅក្រុងភ្នំពេញខ្សែភាពយន្តរឿងអប្សរាដែលដាក់បញ្ចាំងលើកទី1នេះមានរយៈពេល2ម៉ោងកន្លះក៏ប៉ុន្តែបន្ទាប់ពីការបញ្ចាំងលើកទី1នេះចប់សម្ដេចព្រះនរោត្តមសីហនុដែលជាផលិតករទ្រង់បានមានព្រះបន្ទូលថានឹងកាត់តខ្សែភាពយន្តនេះតម្រូវទៅតាមមនោគមវិជ្ជាផ្សេងនៃទស្សនិកជនសម្រាប់ទស្សនិកជននៃប្លុកកុម្មុយនីសនឹងដាក់បញ្ចូលនៅសន្ទរកថារបស់មេបញ្ជាការរិទ្ធីដែលសម្ដែងដោយលោកញឹកជូឡុងត្រង់ចំណុចដែលលោកនិយាយថ្កោលទោសពួកចក្រពត្តិនិយមសម្រាប់ទស្សនិកជននៃប្លុកសេរីវិញផ្នែកនេះត្រូវកាត់ចោលអ្វីត្បិតតែសម្ដេចព្រះនរោត្តមសីហនុទ្រង់មានព្រះបន្ទូលថាតួឯកសំខាន់ក្នុងខ្សែភាពយន្តទាំងឡាយរបស់ព្រះអង្គមិនមែនជាមនុស្សដើរតួទេតែជាប្រទេសកម្ពុជាជានិច្ចក៏ដោយក៏ប្រវត្តិវិទូនិងអ្នកសិក្សាពីបញ្ហាកម្ពុជាភាគច្រើនតែងវាយតម្លៃថាខ្សែភាពយន្តរបស់ព្រះអង្គមិនបានឆ្លុះបញ្ចាំងតថភាពនៃសង្គមកម្ពុជាទេអ្នកខ្លះទៀតចោទព្រះអង្គថាទ្រង់បានចំណាយពេលវេលាច្រើនពេកក្នុងវិស័យភាពយន្តលើសពីកិច្ចការប្រទេសជាតិលោកសាស្ត្រាចារ្យមីលធុនអូសប៊ុនបានសរសេរថាព្រះរាជស្នាដៃដំបូងរបស់ព្រះអង្គគឺរឿងអប្សរានេះបានបង្ហាញពីភាពប្រណិតភាពហ៊ឺហាមិនឆ្លុះបញ្ចាំងពីភាពពិតនៃសង្គមខ្មែរក្នុងឆ្នាំ1966នោះទេនៅក្នុងឈុតឆាកនីមួយៗនៃរឿងអប្សរានេះគេបង្ហាញតែរថយន្តទំនើបវីឡាល្អរួចគេបំភ្លេចចោលនៅភក់ជ្រាំនៅភាពក្រីក្រជំងឺដំកាត់ដែលប្រជារាស្ត្រខ្មែរកំពុងតែប្រឈមមុខប្រចាំថ្ងៃ ប្រវត្តិវិទូ Justin Caulfield បានអះអាងថាលោកលន់ ណុលដែលក្រោយមកបានក្លាយជាអ្នកដឹកនាំខ្មែរចុងក្រោយគេបង្អស់មុននឹងប្រទេសកម្ពុជាធ្លាក់ចូលក្នុងភាពអន្តកាលនៃរបបខ្មែរក្រហមគឺជាមនុស្សម្នាក់ដែលជឿលើមុនអាគមអូមអាមដ៏មោះមុតលោកថាមកទល់នឹងឆ្នាំ1972ពេលដែលលោកលន់ ណុលឡើងកាន់អំណាចកម្ពុជាពេញដៃហើយនោះលោកចំណាយប្រាក់ជាមធ្យម$20,000ក្នុងមួយខែតែទៅលើការទស្សន៍ទាយជោគជតារាសីនិងមុនអាគមអូមអាមទាំងនោះអ្វីត្បិតតែបានឡើងធ្វើជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតឆ្នាំ1966មែនលោកលន់ ណុលមិនទាំងបានចូលឈ្មោះនៅក្នុងការបោះឆ្នោត
ជ្រើសរើសសភាជាតិនៅឆ្នាំ1966នោះផងក៏ប៉ុន្តែលោកលន់ នល់គឺជាមនុស្សដ៏ជំនិតម្នាក់របស់សម្ដេចព្រះនរោត្តមសីហនុនៅថ្ងៃទី18ខែតុលាឆ្នាំ1966សភាជាតិថ្មីដែលទើបជាប់ឆ្នោតបានបើកសម័យប្រជុំទី1របស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសប្រធានសភាជាតិនិងបោះឆ្នោតតែងតាំងប្រមុខរដ្ឋាភិបាលថ្មីលោកចៅសែនកុសលត្រូវបានគេបោះឆ្នោតឲ្យធ្វើជាប្រធានសភាជាតិថ្មីនេះជំនួសលោកសឹមវ៉ានៅល្ងាចថ្ងៃដដែលនោះដែរសមាជិកសភាថ្មីក៏បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលោកលន់ នល់និងលោកសឹមវ៉ាដែលជាបេក្ខជនពីររូបសម្រាប់តំណែងនាយករដ្ឋមន្ត្រីនេះបានទទួលសម្លេងគាំទ្រប្រកិតគ្នាគឺលោកលន់ នល់ទទួលបានការគាំទ្រចំនួន59សម្លេងហើយលោកសឹមវ៉ាបានសន្លឹកឆ្នោត51សម្លេង4ថ្ងៃក្រោយមកលោកលន់ នល់ក៏បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហើយបានបង្កើតគណៈរដ្ឋមន្ត្រីថ្មីសម្រាប់រដ្ឋាភិបាលទី1របស់លោកគឺក្រោយពេលដែលលោកលន់ នល់បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរួចហើយទើបសម្ដេចព្រះនរោត្តមសីហនុទ្រង់ជ្រាបថាតុល្យភាពនៅក្នុងសភាជាតិនិងនៅក្នុងជីវភាពនយោបាយខ្មែរបានមានការផ្លាស់ប្ដូរដែលព្រះអង្គអាចនឹងមិនអាចមានឥទ្ធិពលគ្របដណ្ដប់ដូចមុនបានទៀតឡើយព្រះអង្គក៏ទ្រង់បានបង្កើតរដ្ឋាភិបាលថ្មីមួយទៀតដើម្បីទប់ទល់នឹងរដ្ឋាភិបាលរបស់លោកលន់ នល់ដែលព្រះអង្គទ្រង់ហៅថាបររដ្ឋាភិបាលដំណឹងនេះមិនបានធ្វើឲ្យលោកលន់ នល់សប្បាយចិត្តទេនៅថ្ងៃទី4ខែវិច្ឆិកាលោកព្រមទាំងសមាជិករដ្ឋាភិបាលរបស់លោកទាំងមូលប្រកាសថានឹងលាលែងចេញពីតំណែងទាំងអស់គ្នាក៏ប៉ុន្តែសម្ដេចព្រះនរោត្តមសីហនុទ្រង់ប្រកែកមិនទទួលយកការសុំលាលែងនោះឡើយបររដ្ឋាភិបាលដែលសម្ដេចព្រះនរោត្តមសីហនុទើបបង្កើតឡើងមួយទៀតនេះដឹកនាំដោយលោកអ៊ុង ហុងសាតដែលជាអតីតសមាជិកគណៈបកប្រជាជនមន្ត្រីដទៃទៀតនៃបររដ្ឋាភិបាលនេះមានជាអាចលោកគូរួនលោកទ្រិញវាញលោកសូកំខូយលោកកែវអនលោកស៊ូណែមនិងលោកភោគឆាយជាដើមសមាជិកនៃបររដ្ឋាភិបាលនេះសុទ្ធសឹងតែត្រូវបានជ្រើសរើសឡើងដោយសម្ដេចព្រះនរោត្តមសីហនុផ្ទាល់ទាំងអស់បររដ្ឋាភិបាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសឲ្យក្រុមប្រឆាំងបានបង្ហាញទស្សនៈនិងគោលនយោបាយផ្សេងរបស់ក្រុមខ្លួនដល់រដ្ឋាភិបាលដែលកាន់អំណាចតាមរយៈការចុះផ្សាយលើប្រតិបត្តិព័ត៌មានឬតាមកាសែតជាដើមទោះបីជាមានការខិតខំប្រឹងប្រែងធ្វើឲ្យមានតុល្យភាពនយោបាយតាមរយៈការបង្កើតបររដ្ឋាភិបាលនេះយ៉ាងណាក៏ដោយចុះក៏ការពិតជាក់ស្ដែងស្ថានភាពនយោបាយខ្មែរនាដំណាក់កាលនោះកាន់តែចុះទ្រុឌទ្រោមហើយបែកបាក់ចេញជាក្រុមពួកកាន់តែច្បាស់ឡើងទៅវិញដំបូងសម្ដេចព្រះនរោត្តមសីហនុទ្រង់បានគាំទ្រលោកលន់ នល់ឲ្យឡើងធ្វើជាប្រមុខរដ្ឋាភិបាលតែក្រោយពីលោកលន់ នល់បង្កើតរដ្ឋាភិបាលថ្មីរួចហើយព្រះអង្គទ្រង់បែរទៅជាបង្កើតបររដ្ឋាភិបាលមួយទៀតដើម្បីរិះគន់រដ្ឋាភិបាលកាន់អំណាចថ្មីនោះទៅវិញមិនត្រឹមតែប៉ុណ្ណោះទេនៅពេលដែលសភាពការនយោបាយកាន់តែច្របូកច្របល់ស្រាប់តែព្រះអង្គទ្រង់យាងចេញទៅព្យាបាលជំងឺនៅឯប្រទេសបារាំងឯនោះទៅវិញលោកលន់ នល់បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាជាលើកទី1នៅថ្ងៃទី22ខែតុលាឆ្នាំ1966លោកលន់ នល់មិនដែលត្រូវបានគេបោះឆ្នោតតែងតាំងឲ្យកាន់តំណែងសាធារណៈម្ដងណាទេពីមុនមកលោកធ្លាប់ឈរឈ្មោះបោះឆ្នោតបាន2ដងដែរក៏ប៉ុន្តែនៅក្នុងការបោះឆ្នោតទាំង2ដងនោះលោកលន់ នល់ទទួលបានសម្លេងគាំទ្រតែ2ឬ300សម្លេងតែប៉ុណ្ណោះក្រោយការបង្កើតរដ្ឋាភិបាលថ្មីបានភ្លាមសម្ដេចព្រះនរោត្តមសីហនុក៏ទ្រង់បានបង្កើតបររដ្ឋាភិបាលមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលថ្មីរបស់លោកលន់ នល់ប្រការនេះមិនបានធ្វើឲ្យលោកលន់ នល់និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកសប្បាយចិត្តប៉ុន្មានទេពួកនេះនាំគ្នាដាក់ពាក្យសុំលាលែងពីតំណែងតែសម្ដេចព្រះនរោត្តមសីហនុមិនព្រមទទួលយកការសុំលាលែងនោះឡើយ
ប៉ុន្មានសប្តាហ៍ក្រោយមកគឺនៅដើមខែមករាឆ្នាំ1967សម្ដេចព្រះនរោត្តមសីហនុក៏ទ្រង់យាងទៅប្រទេសបារាំងឆ្លៀតឱកាសនៃព្រះរាជអវត្តមាននៃសម្ដេចព្រះនរោត្តមសីហនុលោកលន់ នល់ក៏បានធ្វើដំណើរទៅទស្សនកិច្ចនៅតាមខេត្តខណ្ឌនានានៃប្រទេសកម្ពុជាក្នុងគោលបំណងទាញយកប្រជាប្រិយភាពពីប្រជារាស្ត្រខ្មែរក្នុងរយៈពេលនេះវិបត្តិនៅតំបន់សំឡូតក៏បានផ្ទុះឡើងដែរមានអំណះអំណាងផ្សេងគ្នាចំពោះមូលហេតុនៃវិបត្តិសំឡូតនេះអ្នកខ្លះនិយាយថាវិបត្តិនេះកើតឡើងដោយរដ្ឋាភិបាលបានចាប់បង្ខំឲ្យប្រជាកសិករលក់ស្រូវឲ្យរដ្ឋក្នុងតម្លៃថោកជាងតម្លៃនៅទីផ្សារសេរីការបង្ខិតបង្ខំទៅលើប្រជាកសិករពីសំណាក់មន្ត្រីរបស់រដ្ឋាភិបាលលោកលន់ នល់បានធ្វើឲ្យកសិកรงើបបះបោររួចក៏បានសម្លាប់កងកម្លាំងរបស់រដ្ឋាភិបាលលោកលន់ នល់ស្លាប់អស់2នាក់អ្នកខ្លះទៀតនិយាយថាមូលហេតុសំខាន់គឺមកពីរដ្ឋាភិបាលលោកលន់ នល់ប្រុងរឹបអូសយកដីពីកសិករនៅតំបន់សំឡូតនេះទៅសង់រោងចក្រផលិតស្ករសទើបប្រជាកសិករខ្លះនាំគ្នាបះបោរឡើងទោះបីជាវិបត្តិសំឡូតកើតឡើងដោយសារមូលហេតុណាក៏ដោយចុះគេបានចាត់ទុកថានេះគឺជាសង្គ្រាមដ៏ធំមួយនៅតំបន់នេះដែលធ្វើឲ្យកសិករច្រើនសន្ធឹកសន្ធាប់ស្លាប់បាត់បង់ជីវិតវិបត្តិសំឡូតនេះបានកើតឡើងនៅពេលដែលសម្ដេចព្រះនរោត្តមសីហនុកំពុងតែគង់នៅឯប្រទេសបារាំងឯណោះព្រះអង្គទ្រង់មានព្រះទ័យខ្វល់ខ្វាយជាខ្លាំងនៅពេលដែលព្រះអង្គទ្រង់ជ្រាបអំពីវិបត្តិនេះនៅថ្ងៃទី9ខែមីនាព្រះអង្គទ្រង់យាងមកកាន់ប្រទេសកម្ពុជាវិញក្នុងគោលបំណងស្ដារស្ថានភាពច្របូកច្របល់នោះឡើងវិញក៏ប៉ុន្តែព្រះអង្គទ្រង់មិនអាចគ្រប់គ្រងស្ថានភាពនោះបានវិញឡើយសិស្សនិស្សិតនៅទូទាំងប្រទេសកម្ពុជាបាននាំគ្នាធ្វើបាតកម្មប្រងព្រាតទាមទារឲ្យដកលោកលន់ នល់ចេញពីតំណែងនិងសូមឲ្យដកកងកម្លាំងដែលលោកលន់ នល់បានដាក់ពង្រាយនៅខេត្តបាត់ដំបងនោះចេញឲ្យអស់ពីខេត្តនេះគឺជាលើកទី1នៅក្នុងប្រវត្តិសាស្ត្រខ្មែរហើយដែលមានចលនាបះបោរដ៏ធំកើតឡើងប្រឆាំងនឹងរដ្ឋាភិបាលខ្មែរខ្លួនឯងការបះបោរពីមុនមកសុទ្ធតែប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយបរទេសទាំងអស់វិធានការដើម្បីទប់ទល់នឹងការបះបោរនេះដំបូងលោកនាយករដ្ឋមន្ត្រីលន់ នល់និងបន្ទាប់មកទៀតសម្ដេចព្រះនរោត្តមសីហនុសុទ្ធតែបានប្រើប្រាស់កម្លាំងប្រដាប់អាវុធទាំងអស់ហេតុដូច្នេះហើយបានជាកសិកររាប់ម៉ឺននាក់បានត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងវិបត្តិសំឡូតនេះអ្នកដែលត្រូវគេសម្លាប់ទាំងនោះត្រូវបានគេចោទថាជាពួកក្រហមកុម្មុយនីសក្បត់ជាតិឬជាភ្នាក់ងារបម្រើការឲ្យរដ្ឋាភិបាលបរទេសលេសប្រហាក់ប្រហែលនេះត្រូវបានពួកខ្មែរក្រហមយកមកប្រើប្រាស់ម្ដងទៀតក្នុងរយៈពេលដែលពួកនេះកាន់អំណាចនៅចន្លោះឆ្នាំ1975ដល់ដើមឆ្នាំ1979មនុស្សរាប់លាននាក់ត្រូវបានពួកនេះសម្លាប់ដោយវិធីផ្សេងហើយដោយចោទថាជាពួកសេរីក្បត់ជាតិឬជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេសមេខ្មែរក្រហមខៀវសំផនរួមជាមួយនឹងហ៊ូយុនព្រមទាំងកសិករជាច្រើនអ្នកទៀតបាននាំគ្នារត់ចូលព្រៃនៅក្នុងដំណាក់កាលនេះដោយគេចពីការប៉ុនប៉ងចាប់សម្លាប់ចោលពីសំណាក់រដ្ឋាភិបាលគឺស្ថិតនៅក្នុងស្ថានភាពនេះហើយនៅចុងខែមេសាឆ្នាំ1967សម្ដេចព្រះនរោត្តមសីហនុទ្រង់សម្រេចដកលោកលន់ នល់ចេញពីតំណែងរួចដាក់លោកសុនសានជានាយករដ្ឋមន្ត្រីជំនួសវិញ